មកយល់ការងាររបស់គ្រូដែលទាក់ទងទៅនឹងអង់គ្លេសរបស់model training ដែលទីមួយហ្នឹងគឺ decision tree ហ្នឹងគឺជាការបង្កើត decision ទូទៅលើ diagram ដែល map ទៅលើ their possible choice ហើយ data set ដែលខ្ញុំយកមកគឺ Lone Iris តែនេះ print feature target ជាមួយនឹង data របស់យើងខាងនេះតមកវាធ្វើ classifier train data ហើយតមកកន្លែងនេះគឺ sheet code ដែលខ្ញុំ print ចេញជា matplot មួយតែដំបូងវា decision គឺឥឡូវនេះគេហៅថា route node ហើយដំបូងគេបើ node វាចូលមកកាន់ internal node ទាំងពីរនេះតមកវាចូលទៅកាន់ leaf node តែបើ true វាចូលខាងនេះបើ false វាកណនីបន្តទៀតរហូតដល់បាន decision មួយដែលត្រឹមត្រូវដូចអីដែលយើងផ្លេចទុកហើយទី2ហ្នឹងគឺ KNN នេះគឺជាវារក similar data point ដែលនៅជិតគ្នាផ្អែកទៅលើ K ដែល K neighbor បើឧទាហរណ៍ K neighbor ស្មើ3វារក point ដែលនៅជិតវាចំនួន3អញ្ចឹងនេះខ្ញុំ import data មក split data ហើយកន្លែងនេះខ្ញុំយក K វាចំនួនស្មើ3បន្ទាប់មកកន្លែងនេះខ្ញុំ print វាដែលពណ៌ក្រហមនេះឈ្មោះការ Setosa green ហើយ blue នេះមានឈ្មោះការរបស់វាទៅហើយតមកវា split data ជា3ដែលដុំនេះជា point ហើយវាយកចិត្ត data វាចំនួន3ហើយតមកបើ blue នេះក៏ដូចគ្នាដែរឆុងនេះគឺជា test data ហើយកន្លែងមូលគឺជា training data ហើយចុះមកមួយទៀតគឺ K-min នេះដូចគ្នាវាបែងចែកគ្រប់ដែល similar data ដែលវាមិនត្រូវការ label នោះទេហើយវាបែងចែកគ្រប់នីមួយទៅតាមចំនួន cluster ដែល point របស់វាគឺនៅជិត K អញ្ចឹងឡើយនេះខ្ញុំ apply cluster ស្មើ3ដូចគ្នាចែកគ្រប់ជា3ហើយតមកនេះគឺខ្ញុំបាន plot វាចេញមកហើយនេះគឺជាចំណុចcluster ដែលអ្វីដែលជាប់វានេះគឺជា similar data វាតគ្នាទៅរហូតហើយបន្តមកទៀតគឺNaive Bayesហ្នឹងគឺជា prediction ផ្អែកទៅលើ category នៃ data point ដែលប្រើ probability ហើយ data set គឺខ្ញុំយកដែរ Lone Iris ដែរហើយនេះគឺ split data ហើយនេះគឺ create parameter ហើយបន្ទាប់មកកន្លែងនេះគឺ visualize ដែលយើងទទួលបាន graph បែបនេះហើយចូលមកកាន់ចំណុចចុងក្រោយគេគឺ DB scan នេះគឺវាផ្លែកជាងគេដែលវាដល់ទៅលើ3 core ដល់ទៅលើ3ទី1គឺ core border ហើយ noise core point ជាចំណុច core កណ្ដាល1ហើយ border គឺជាចំណុចដែលជាប់វាដែលផ្អែកទៅលើ epsilon ហើយទីចុងក្រោយគេគឺ noise ដែលជាចំណុចដែលឆ្ងាយជាងគេពី border ហើយកន្លែងនេះខ្ញុំយក Iris Lone data ដដែលកន្លែងនេះខ្ញុំ apply ហើយធ្វើ visualize cluster ដែលខ្ញុំយកនេះ two feature យកមកប្រើ mean length និង width តមកខ្ញុំយក isolate វាគឺត្រឹម 0.4 នៃ minimum 5 sample អញ្ចឹងពេលដែល print មកនេះគឺវាបែបនេះហើយអីដែលឆ្ងាយពី cluster ជាងគេគឺវាជា noise នេះជា cluster ទី1នេះជា cluster ទី2ហើយមួយទៀតវិញខ្ញុំ compare គ្នាដោយគ្រាន់តែ change ចំនួន isolate epsilon change ចំនួន epsilon ហើយយើងមើលឃើញថាបើយើង change epsilon កាន់តែធំនោះ noise វាកាន់តែតិច